ចឹងត្រឡប់មកសុកធីបើខ្ញុំមើលការប្រកួតរបស់សុកធីហើយនឹងកីឡាករថៃណាគឺលទ្ធផលប៉ុណ្ណេះទទួលយកបានហើយបើសិនជាគិតថាឲ្យសុកធីឈ្នះក៏អត់អាក្រក់មើលដែរអានេះអីដែលខ្ញុំមើលឃើញទេប៉ុន្តែឲ្យស្មើនឹងក៏ចាត់ទុកថាជាការទុកកិត្តិយសឲ្យគេឬក៏អាម៉េចលក្ខខណ្ឌគេប្រកួតនឹងអាម៉េចគេបាននិយាយគ្នាមិនខ្ញុំមិនដឹងទេប៉ុន្តែតាមបទពិសោធន៍បើប្រកួតលក្ខណៈមិត្តភាពមិនមែនជាការប្រកួតដដើមខ្សែក្រវ៉ាត់មិនមែនជាការប្រកួតលក្ខណៈមានលក្ខខណ្ឌអីតឹងតែងតឹងរឹងអីដែលខ្ញុំធ្លាប់ធ្វើកន្លងមកលក្ខណៈប្រកួតមិត្តភាពបើសិនជាពិន្ទុប្រហាក់តដំតសងបាទយើងអាចប្រើនៅគេហៅថាជាតិនិយមគេទស្សនៈជាតិនិយមយើងអាចប្រើទស្សនៈជាតិនិយមបន្តិចគឺក៏មិនខុសដែរបើតដំតសងគ្នាបាទតែគ្នាប៉ុន្តែបើដាច់ប៉ាត់ពេកហើយយើងប្រើទស្សនៈជាតិនិយមហ្នឹងគឺអាក្រក់មើលឲ្យថោកទាបវានាំឲ្យបំផ្លាញដល់កិត្តិយសជាតិរបស់យើងវិញវាអត់ចំណេញទេអាហ្នឹងវាខាតប៉ុន្តែពាក់ព័ន្ធនឹងលទ្ធផលរបស់សុកធីកាលពីយប់មិញខ្ញុំមើលទៅ5ទឹកបាទគឺលទ្ធផលតដំតសងបើឲ្យសុកធីឈ្នះក៏ជារឿងល្អហើយឲ្យស្មើក៏មិនជាបញ្ហាដែរតែបើសិនជាឲ្យចាញ់អាហ្នឹងមិនខុសតែបើសិនជាឲ្យត្រឹមស្មើប៉ុណ្ណឹងទទួលយកចោះហើយក៏ជាបទពិសោធន៍មួយហើយខ្ញុំនៅមើលឃើញថាសុកធីនៅតែមិនទាន់កែបាននៅទម្លាប់មួយគឺទម្លាប់វាយឲ្យដាក់បន្ទុកខ្លួនឯងអានេះជាអ្វីដែលខ្ញុំមើលឃើញចំណុចខ្វះខាតរបស់សុកធីហើយបើសិនជាសមត្ថភាពប៉ុណ្ណឹងវាយប្រហែលសុកធីម្សិលមិញហ្នឹងជាមួយនឹងកីឡាករថៃហ្នឹងហើយទៅវាយមួយតៃម៉ូសម្រាប់ខ្ញុំណាខ្ញុំអត់ទាន់គ្រប់គ្រងថាសុកធីអាចវាយជាមួយតៃម៉ូបានទេអានេះជាទស្សនៈរបស់ខ្ញុំមើលផ្ទាល់តាមរូបភាពនៃការប្រកួតការប្រយុទ្ធមិញបើសុកធីកែបានទម្លាប់ព្រោះដឹងស្រាប់ហើយបងប្អូនមើលអ្នកមើលកីឡាថៃអ្នកលេងកីឡាថៃដឹងហើយគឺថៃវាយទឹក1អត់សូវទេចាប់ឡើងទឹក2ទឹក3ទឹក4អញ្ចឹងចូលទឹក5បើកីឡាករណាមួយគេដឹងតែខ្លួនគេមានព្រៀបគេឈ្នះហើយព្រោះកីឡាករស្រុកគេគឺវាអញ្ចឹងកីឡាករហើយនឹងអាជ្ញាកណ្ដាលគណៈកម្មការគឺគេដឹងបន្ទុកហ្មងពីច្រើនបាទគឺគេដឹងបន្ទុកព្រោះរបៀបដាក់បន្ទុកកីឡាករគេដឹងគេចេះហើយអ្នកដាក់បន្ទុកក៏គេរៀនសូត្រហើយគេមានបទពិសោធន៍អញ្ចឹងទៅធ្វើឲ្យការដាក់បន្ទុកវាអត់ប្រហែលទេហើយអាជ្ញាកណ្ដាលនៅលើសង្វៀនរបស់គេមានសិទ្ធិជាងអាជ្ញាកណ្ដាលនៅលើសង្វៀនរបស់យើងដោយគេមានសិទ្ធិគេហៅថាស្អីគេណានិយាយរាល់តដងភ្លេចបាទគេមានសិទ្ធិគេហៅស្វ័យសម្រេចបាទអាហ្នឹងអាជ្ញាកណ្ដាលគេសុកគេមានហើយយើងអត់ហ៊ានធ្វើទេយើងក៏អង្គុយបោកបន្ទុកនៅក្រោមហើយបានប្រកាសតាមក្រោយបាទហើយខ្ញុំមើលលទ្ធផលបើឲ្យសុកធីឈ្នះទៅក៏វាមិនអាក្រក់មើលដែរអាហ្នឹងសុកធីជាមួយនឹងថៃហើយបើស្មើហ្នឹងក៏យើងចាត់ទុកថាជាមេរៀនទៅហើយសុកធីគួរតែកែទម្លាប់ហ្នឹងទៅបាទវាយ5ទឹកបាទយើងវាយ5ទឹកបាទ4ទឹកឲ្យតែទឹកចុងក្រោយគឺសុកធីគាត់នៅទម្លាប់ដូចនៅសុកថៃហ្នឹងគឺគាត់លេងសើវាយដោយសារគាត់អាងទៅលើហេតុផលអញ្ចេះហើយការដែលលើកហេតុផលហ្នឹងក៏មិនខុសដែរព្រោះកីឡាសុកគេនិយាយចឹងសុកខ្មែរយើងក៏មាននិយាយចឹងដូចគ្នាដែរគឺហេតុផលមួយហេតុផលមួយគឺគេចង់និយាយថាបើគេដឹងតែគេឈ្នះបន្ទុកឧទាហរណ៍ទឹក1ទឹក2ទឹក3អញ្ចឹងទឹក4វាអាចប្រហែលគ្នាអញ្ចឹងគេឈ្នះ3ទឹកអញ្ចឹងចូលទឹក5អញ្ចឹងគេអត់បន្ថយគេអត់បដូរទេខ្លាចផ្លាត់ស្នៀតកន្លែងណាមួយឬក៏បកាណាមួយអូម៉ាចូលវទៅអានេះដែលវាចាញ់បន្ទុកវាចាំត្រង់វាកាត់អូម៉ាចូលវវាបោះកែងកាត់ឬក៏បោះជង្គង់កាត់ចូលតាណាមួយស្លាប់បាត់ទៅវានាំឲ្យសយបាទនាំឲ្យរងនូវភាពអម៉ាស់ដល់ទៅពេលអញ្ចឹងឲ្យតែចូលដល់វាដឹងថាវាវាយទឹក1វាវាយប្រហែលគ្នាទឹក2វាឈ្នះទឹក3វាឈ្នះអញ្ចឹងទឹក4ប្រហែលគ្នាអញ្ចឹងចូលទឹក5អានេះដែលវាដឹងខ្លួនវាថាហ្នឹងឯងឆន្ទៈនុសិទ្ធអរគុណច្រើនបាទនិយាយរហូតដល់ចុងក្រោយភ្លេចដល់ពេលអញ្ចឹងទៅចូលដល់ទឹក5ហ្នឹងគឺលេងល្អមើលវាវាយតែប្រហែលជា1នាទី1នាទីកន្លះសល់1នាទីឬក៏1នាទីកន្លះទៀតវាចាប់ផ្ដើមលោតរំលើកដៃអីលេខកើតហើយអាញាកណ្ដាលគេចេះតែបញ្ជាទៅវាយបុកអញ្ចឹងណាតែទៀតពិតគឺវាអាអ្នកឈ្នះបន្ទុកវាតម្លាក់អញ្ចឹងហ្មងហើយអាអ្នកចាញ់ហ្នឹងក៏វាអត់ហ៊ានចូលទៅទៀតដែរគឺវារងចាំបើសិនជាអនុកជ្រួលចង់ផ្ដាច់វារងចាំកាត់បដូរចោលហ្មងត្រូវកន្លែងណាមួយសំខាន់ស្លាប់បាត់វាឈ្នះវិញវាលទ្ធផលវាទៅជាកន្លះចាក់អញ្ចឹងហើយបានជាកីឡាករសុកធីនេះគឺនៅតែមានទម្លាប់នឹងមួយអត់ទាន់កែទេដោយសារតែគាត់វាជួបជាប់នៅស្រុកថៃវាយូរយកតែមែនតើបាទគាត់វាយតាំងពីទូចដល់ធំមានប្រពន្ធដល់មានកូនទៀតហើយដល់មកវាយស្រុកយើងបាទដល់អញ្ចឹងវាដូចជាអារម្មណ៍នឹងការដិតដាមការគិតគឺគាត់នៅបែបបាទដូចនៅស្រុកថៃអញ្ចឹងវាអត់ដូចនៅយើងបាទអញ្ចឹងខ្ញុំចូលរួមត្រង់ហ្នឹងមួយទៀតពាក់ព័ន្ធនឹងវីដេអូដែលគេផ្ញើមកការប្រកួតអញ្ចឹងខ្ញុំចង់និយាយវាមានប្រភេទវារបៀបអញ្ចឹងបងប្អូនដឹងហើយកីឡាករបដាល់សុកគេគឺបដាល់គេចាក់លុយបដាល់សុកថៃគឺបដាល់គេលេងលុយបងប្អូនដឹងទេប្រវត្តិកីឡាករថៃខ្លះបងប្អូនអ្នកតាមមែនតើកីឡាករថៃខ្លះធ្លាប់ចេញមកអ្នកលេងលុយបាញ់ចោលក៏មានលួចសម្រាប់លួចធ្វើឃាតក៏មានដោយសារវាខឹងរឿងវាចាញ់លុយចាញ់អីវាយអត់អស់ពីសមត្ថភាពឬក៏លក់អីចឹងនៅវាហ្នឹងគឺវាជាប្រពៃណីជាតំណែងទម្លាប់របស់វាគឺវាចាក់វាលេងអញ្ចឹងគឺប្រហែលអត់បានទេអញ្ចឹងវាតែមានបញ្ហាអសកម្មណាមួយឬក៏អីកីឡាករហ្នឹងគឺប្រឈមអត់ដោយស្រុកខ្មែរយើងធួលងអញ្ចឹងទេគឺវាប្រឈមនឹងការប្រជុំដកលេងឲ្យប្រកួតប្រឈមនឹងការបដិញ្ញចេញប្រឈមនឹងគ្រោះថ្នាក់ដោយសារពួកអ្នកលេងធំលុយច្រើនអ្នកមានហ្នឹងវាស្អប់វាខឹងអីចឹងទៅអាចវាប៉ះពាល់ដល់អាយុជីវិតអីទៀតអានេះរឿងរ៉ាវហ្នឹងគឺវាអញ្ចឹងដល់តែពេលស្រុកយើងទម្លាប់ពីមុនមកល្អហើយវាយ5ទឹកវាយអីកីឡាករពីដើមមកវាយហើយមកកម្មវិធីវាយច្រើនវាយតែ5គូ6គូវាយបានតាបាទ
3 ទឹក5 ទឹកឥឡូវនេះគេវាយ6 7គូគេវាយ3 ទឹកបាទតោះគូណាអញ្ចឹងដែរខ្លះមាន5ទឹកមួយអញ្ចឹងតែដូចជុំមិញអញ្ចឹងមួយសុកធីអញ្ចឹងទៅបាន5ទឹកអញ្ចឹងមកយើងឃើញកីឡាករវាយ5ទឹកយើងនឹងដឹងមកថាកីឡាករយើងនៅកម្រិតណាកីឡាករនៅពេលដែលយើងហាត់អត់ដល់តែនិយាយពាក្យ5ទឹកមួយគេដាច់ដង្ហើមមកដាច់ទឹកមកអត់ហ៊ាននិយាយ5ទឹកមួយគេដាច់ដង្ហើមដាច់ទឹកបាត់លើហ្នឹងព្រោះយើងហាត់អត់សំខាន់ការថែរក្សាការប្រកួតឲ្យគ្រប់5ទឹកណាគឺសំខាន់ឥឡូវគេវាយតែ3ទឹកយកលុយ3ទឹកយកលុយអញ្ចឹងហាត់ហ្មង3ទឹកបើផ្លត់អីតិចតួចរួចខ្លួនបាត់ហើយណាអញ្ចឹងពាក់ព័ន្ធទៅនឹងការហ្វឹកហាត់កីឡាករបច្ចុប្បន្នមួយចំនួនគឺគេអត់ខ្វល់ច្រើនទេគេធ្វើម៉េចវាយឲ្យឆាប់សន្លប់ឬក៏ឆាប់ឈ្នះឆាប់ចាញ់ទៅឆាប់បានលុយទៅពាក់ព័ន្ធគុណភាពពាក់ព័ន្ធអីអញ្ចឹងហេតុអីបានជាបងប្អូនចេះសួរខ្ញុំចេះឆ្ងល់សួរបងប្អូនគ្នាយើងថាហេតុអីបានកីឡាករយើងខ្លាំងនៅក្នុងស្រុកខ្លាំងក្នុងស្រុករឿងខ្ញុំនិយាយច្រើនដងហើយទីមួយធ្លាប់គេរៀបចំឲ្យហូបដល់ធ្លាប់ហូបឆ្ងាញ់ហូបស្រួលសាច់ជ្រូក3ជាន់ស្អីដល់អញ្ចឹងវាឡើងខ្លាញ់ដល់ពេលទៅហូបស្រុកគេវាមានឆ្ងាញ់ស្រួលណាទៅដេកអត់សូវគ្រប់ផងធ្វើដំណើរឆ្ងាយហត់នឿយផងហើយទៅដល់ជួបអីនេះប្រហុកចំហុយជួបអីត្រីងៀតអីវាពិបាកហូបវាស្វិតវារឹងវាស្អ៊ុយវាស្អីចឹងទៅមានងាយហូបណាទៅដល់ខ្ពស់ទៅដល់ខ្វាត់អាហ្នឹងគឺអញ្ចឹងបងប្អូនបាច់ឆ្ងល់ច្រើននេះរឿងវាប៉ុណ្ណឹងវាមានកត្តាគួបផ្សំមួយចំនួនដែលធ្វើឲ្យគុណភាពគុណខ្មែរវាធ្លាក់ចុះយើងមើលតាមរូបភាពតាមការប្រកួតសង្វៀននានាយើងឃើញថាគុណខ្មែររីកចម្រើនណារីកចម្រើនដោយក្រុមដោយបាក់ទេបាទបើបងប្អូនដឹងឲ្យស៊ីជម្រៅឲ្យច្រើនចុះឲ្យច្រើនដូចខ្ញុំទៅតាមក្លឹបនឹងបានដឹងអំពីសុខទុក្ខកីឡាករក្លឹបអីផ្សេងគឺវារីកដូចអាចគោត្រូវភ្លៀងអញ្ចឹងមកមេមករីកឈ្គីអញ្ចឹងទៅរាំងភ្លៀងទៅក្រៀមកញ្ញង់ដុតឆេះឈុលអាំងភ្លើងបានអាហ្នឹងគឺអញ្ចឹងហើយបើបងប្អូនយកចិត្តទុកដាក់ខ្លាំងពេក focus ឬក៏ផ្ដោតពេកជាមួយគុណខ្មែរដើម្បីភាពត្រឹមត្រូវអីដែលយើងធ្លាប់ធ្វើជាមួយគ្នាកន្លងមកដែលខ្ញុំធ្លាប់ចូលរួមឯអនាគតអាចកញ្ញាញ់គូអាចឈួតអាចបែកងាងទៅសមាធិនៅក្នុងព្រៃជ្រៅបាត់ហើយអញ្ចឹងទៅមើលមកសบายទៅហើយឆ្ងល់អីសួរគ្នាយើងមានអីបោះចែកគ្នាមើលទៅបាទអញ្ចឹងខ្ញុំសូមចូលរួមមួយរឿងទៀតពាក់ព័ន្ធនឹងវីដេអូដែលគេផ្ញើមកគឺកូនសិស្សលោកគ្រូធីនរិទ្ធប្រកួតជាមួយនឹងស្អីឈ្មោះស្អីសូម៉ាលីនេះក្លឹបអីមកពីណាទេខ្ញុំអត់ស្គាល់ទេខ្ញុំឃើញតែវីដេអូគេផ្ញើអាកន្លែងអញ្ញាកដាលទៅគោះហើយកីឡាករហ្នឹងវាពុះមកកែទៅដូចចំតែហ្នឹងអាមួយទៀតក៏ស្លាប់ទៅហើយលទ្ធផលឲ្យអាអ្នកវាយគេហ្នឹងចាញ់អ្នកដែលស្លាប់ហ្នឹងត្រូវឡើងបន្តខ្ញុំមើលវីដេអូនេះវាជាវីដេអូមួយជ្រុងដែលមិនគ្រប់ជ្រុងជ្រោយដូចអ្វីដែលខ្ញុំធ្លាប់ធ្វើកន្លងមកនៅឯណែតាមទូរទស្សន៍តាមអីដែលខ្ញុំធ្លាប់អង្គុយមើលគ្រប់ជ្រុងគ្រប់មុំយើងងាយនឹងមើលងាយនឹងសន្និដ្ឋានថាតើកំហុសហ្នឹងកើតឡើងដោយសារអ្នកណាប៉ុន្តែបើត្រឹមតែវីដេអូមួយជ្រុងដែលដូចផ្ញើមកខ្ញុំមើលគឺវាមិនទាន់គ្រប់ជ្រុងអាចធ្វើការសន្និដ្ឋានបានទេគ្រាន់តែថាអាចវាតម្លៃជំហានដំបូងខ្លះដល់ខ្ញុំមើលវីដេអូគឺទី1អញ្ញាកដាលបានគោះប៉ុន្តែខ្ញុំមើលទៅលើសកម្មភាពមាត់គាត់អីដូចជាមិនបានស្រែកថា stop ទេរបៀបដូចគាត់ខ្ពើមកីឡាករជាងផ្ទះចេះអត់មានតែផ្ទះព្រោះវិធីសាស្ត្រអញ្ញាកដាលនៅពេលដែលគាត់ប្រជុំកីឡាករឬក៏បើគាត់នៅឆ្ងាយគាត់ស្រែក stop គាត់ប្រើកាយវិការហ្នឹងរឿងមួយប៉ុន្តែនៅពេលដែលគាត់ឈរគៀកគឺគាត់ផ្ទះគាត់រុញផ្អាប់ហើយបានគាត់យកជើងខ្ទាស់ហើយយកដៃមកបំបែកអាហ្នឹងតាមបច្ចេកទេសដែលខ្ញុំធ្លាប់ដឹងធ្លាប់ឃើញបាទបើគេចង់គាត់កីឡាករមកកីឡាករហ្នឹងវាកំពុងចាប់អោបអញ្ចឹងហើយកីឡាអញ្ញាកដាលគេមើលឃើញថាវាអត់ចំណេញទេបើទុកទៀតអញ្ចឹងគេត្រូវបំបែកកីឡាករហ្នឹងអញ្ចឹងគេអាចធ្វើម៉េចទី1គឺគេមានជើងលូកទៅខ្ទាស់ដើម្បីកុំឲ្យកីឡាករហ្នឹងទាត់គ្រាកើតឬក៏កុំឲ្យកីឡាករហ្នឹងចូលទៅប្រើបច្ចេកទេសណាមួយធ្វើឲ្យគ្រោះថ្នាក់ដល់កីឡាករមួយទៀតអាហ្នឹងរឿងមួយហើយមួយទៀតគេអាចយកដៃហ្នឹងទៅសកខ្ទាស់ដើម្បីទប់ស្កាត់ឬក៏ខាត់កីឡាករហ្នឹងកុំឲ្យបន្តសកម្មភាពទៀតអានេះទើបជាសកម្មភាពត្រឹមត្រូវដែលខ្ញុំមានបទពិសោធន៍ធ្លាប់មើលការអនុវត្តរបស់កីឡាអញ្ញាកដាលដែលគេមានបទពិសោធន៍និងជំនាញច្បាស់លាស់ប៉ុន្តែអញ្ញាកដាលដែលខ្ញុំឃើញគេផ្ញើវីដេអូឲ្យមកនេះគឺស្ទើរទឹកណាស់គួរតែកុំទាន់ឲ្យអញ្ញាកដាលបែបនេះឡើងទៅធ្វើជាអញ្ញាកដាលគូសំខាន់ព្រោះថាការប្រកួតដែលគេប្រាប់ខ្ញុំគឺជាការប្រកួតដ៏សំខាន់គឺការប្រកួតសន្សំបន្ទុកដើម្បីដណ្ដើមរង្វាន់ធំដូចជាទឹកប្រាក់ជាង$10000អញ្ចឹងបើយើងយកអញ្ញាកដាលអត់ទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយមកបែបនេះបាទគឺអត់អាចយកមកធ្វើអញ្ញាកដាលក្នុងការប្រកួតសំខាន់បែបនេះបានទេអានេះគឺជាកំហុសក្នុងការរៀបចំដឹកនាំរបស់ស្នងការនៃការដឹកនាំការប្រកួតក៏ដូចជាប្រធានគណៈវិនិច្ឆ័យអនុប្រធាននេះហ្នឹងគឺជាចំណែកមួយក្នុងការរួមចំណែកខុសតាមអ្វីដែលខ្ញុំមើលឃើញពីព្រោះបច្ចេកទេសដែលអញ្ញាកដាលទៅគោះកីឡាករបែបហ្នឹងគឺមិនទាន់គ្រប់គ្រាន់ទេព្រោះកីឡាករវាកំពុងតែមានសកម្មភាពនៅតដៃនៅវាយគ្នាកីឡាករមួយជាហៀងអាប់ទើលើកខ្សែវិញកីឡាករមួយជាហៀងទៀតកំពុងតែសម្រុកបុកទៅអញ្ចឹងគាត់តែយកដៃទៅគោះប៉ុណ្ណឹងវាអត់ទាន់គ្រប់លក្ខណៈជួនណាមនុស្សកំពុងតែបុកខ្លាំងកំពុងតែជក់យើងគោះប៉ុណ្ណឹងអត់ឈប់ទេអញ្ចឹងបើកីឡាករពិតអញ្ញាកដាលពិតជាមានបំណងចង់ឲ្យការប្រកួតហ្នឹងឈប់ហើយគាត់បំបីកីឡាករឲ្យមកប្រកួតកីឡាសង្វៀនគេមានបច្ចេកទេសរបស់គេមិនមែនទៅគោះដូចខ្ពើមកីឡាករអញ្ចឹងទេណាអញ្ចឹងគួរអស់លោកគួរតែមើលមន្ត្រីរបស់ខ្លួនឡើងវិញតើសមត្ថភាពប៉ុណ្ណឹងស័ក្តិសមនឹងការធ្វើជាអញ្ញាកដាលដែរហើយនៅអញ្ញាកដាលគូពិសេសទៀតព្រោះតាមប្រវត្តិដែលដឹងមកពីមុនមកគាត់ធ្លាប់ធ្វើជាអញ្ញាកដាលការប្រកួតថ្នាលណាគឺខ្ញុំមើលសមត្ថភាពនេះមិនទាន់គ្រប់ដល់ឲ្យគាត់មកធ្វើដល់លំដាប់គូសំខាន់ចឹងបានទេ
អានេះខ្ញុំមិនមើលស្រាទេពីព្រោះខ្ញុំធ្លាប់ឆ្លងកាត់បទពិសោធន៍ខ្ញុំមើលលក្ខណៈសម្បត្តិអញ្ញាកដាលដែលគេល្បីដែលគេលះហួនគឺការបំបែកកីឡាករគេមិនមែនបំបែកបែបហ្នឹងទេកីឡាករបើគេស្រែកបើគេអូម៉ារ៉ាគាត់ឈរមើលពីចង្អាយមកគាត់មិនទាន់ចូលមកដល់គាត់ស្រែកឲ្យលឺថា stop ចឹងកីឡាករវាត្រូវតែប្រជុំហើយបើគាត់នៅក្បែរហ្នឹងគាត់មើលឃើញថាអូការចាប់របស់កីឡាករហ្នឹងវាអត់ចំណេញទេអត់អាចចេញឲ្យបានដូចបាល់ទាត់ចឹងគេមើលថាអាណាចំណេញអាណាខាងគេមើលថាបើចាប់ឈរចោលចឹងជង្គង់គាត់បានចេញកែងក្នុងគាត់បានចេញអត់បានប្រើបានអីចឹងគេមិនឲ្យកីឡាករនឹងចាប់បែបហ្នឹងទេគេត្រូវតែបំបែកហើយលក្ខណៈបំបែកនេះខ្ញុំនិយាយចឹងគេចូលទៅគេអោបកីឡាករចាប់ឲ្យផ្ទប់គ្នាហើយគេលូកជើងខ្ទាស់ឬក៏គេអាចយកដៃខ្ទាស់យ៉ាងម៉េចតាមបច្ចេកទេសគេមិនមែនទៅគោះដូចខ្ពើមកីឡាករបើថានៅខ្ពើមហ្នឹងមិនទាន់ឡើងទៅជាអញ្ញាកណ្ដាលទេអានេះអ្វីដែលខ្ញុំមើលឃើញអញ្ចឹងពាក់ព័ន្ធនឹង3រឿងដែលខ្ញុំចូលរួមថ្ងៃនេះដោយបងប្អូនបានដឹងពីខាងដើមអញ្ចឹងខ្ញុំអត់សំខាន់ថាអូត្រូវឡាយយប់បងប្អូនមើលច្រើនមើលមិនមើលផ្លាយថ្ងៃល្ងាចអីគេមើលច្រើនអត់ទេព្រោះមករយៈនេះក៏ដូចជាចង់ណាយឆ្ងាយពីនឹងដែរវាធុញដែរមិនមែនធុញធម្មតាធុញខ្លាំងធុញតោះថាយើងធ្វើទៅវាអ្វីដែលយើងប្រឹងប្រែងយើងមិនអាចទូលផែនដីឬក៏លីភ្នំមួយរួចតែឯងបានទេវាតតែមានការចូលរួមហើយអញ្ចឹងបាទយើងបន្តធ្វើទៅអាអ្នកគេកំពុងតែសบายចាយលុយគេនៅតែសบายហើយយើងត្រូវបានគេមើលងាយត្រូវគេបានគេប្រមាថអីក៏មិនជារឿងសบายចិត្តមែនដែរបាទអញ្ចឹងយប់នេះខ្ញុំសូមចូលរួមប៉ុណ្្នឹងទេអត់មានអីច្រើនជាងនឹងទេហើយបើមានខុសត្រូវអីសូមមេត្តាខន្តីនឹងអធិស្ឋានផងពីព្រោះមករយៈនេះខ្ញុំមកសារឡើងចុះខេត្តឲ្យបើកខ្លួនឯងអញ្ចឹងទៅវាហត់ណាវាហត់ច្រើនដែរការងារយើងអត់មានដូចគេគ្រូល្បីក្លឹបល្បីទីកល្បីគេមានលុយគេមានឡានជិះទៅនើបគេមានរបស់ល្អប្រើហើយគេអត់មានមកត្រូវឈឺចាប់អីជាមួយខាងបងប្អូនយើងដូចខ្ញុំទោះបីក្រប៉ុណ្ណឹងជាពាក់បំណុលធនាគារប៉ុណ្ណឹងតែនៅតែឆ្លៀតធ្វើការខ្លះអាចជួបអ្នកណាដែលនិយាយទៅយើងគិតថាគេគោរពគេឲ្យតម្លៃយើងសុំគេទៅបានអីយកនឹងបានតិចយកតិចបានច្រើនមកគេលុយយើងអាចជួយបន្តដំណើរគ្រប់គ្រងទៅដល់គុណខ្មែរតាមអ្វីដែលជាបំណងនិងក្តីស្រឡាញ់របស់យើងបានកន្លងមកគឺយើងនៅតែបន្តធ្វើទៅតាមរយៈមូលនិធិអញ្ចឹងហើយសង្ឃឹមថាបងប្អូននឹងបន្តចូលរួមផងខ្ញុំលើកដៃសាពះខ្ញុំអត់ដែលសាពះបងប្អូនយើងក្នុងលក្ខណៈដែលខ្ញុំធ្វើខុសឲ្យសាពះសុំទោសឲ្យរួចខ្លួនទេការលើកដៃសាពះរបស់ខ្ញុំនេះគឺសាពះសុំឲ្យបងប្អូនជួយទៅកាន់មូលនិធិមហាគ្រួសារគុណខ្មែរដើម្បីឲ្យមូលនិធិនេះបន្តដំណើរអាចជួយបងប្អូនគុណខ្មែរក្លឹបគ្រូកីឡាករដែលគាត់ខ្វះខាតដូចថ្ងៃនេះយើងជួយបាន11ក្លឹបនេះគឺមនុស្សរាប់រយនាក់ដែលអាចរស់រៀនមានជីវិតហូបចុកបន្តការរៀនសូត្រហ្វឹកហាត់ក្នុងគុណខ្មែរចឹងបងប្អូនបានជួយគឺបានបន់ច្រើនណាស់មនុស្សរាប់រយនាក់ដែលទទួលបានការជួយពីយើងចឹងសូមឲ្យបងប្អូនបន្តជួយជាមួយនឹងមូលនិធិមហាគ្រួសារគុណខ្មែរនឹងបន្តទៀតដើម្បីយើងរួមចំណែកព្រោះនៅមានក្លឹបខ្វះខាតច្រើនទៀតខ្ញុំមានពេលតនេះខ្ញុំនឹងបន្តចុះរះមកជួទៅឲ្យដល់គោលដៅដែលខ្ញុំបានកំណត់តែឥឡូវហ្នឹងវាអត់ទាន់មានពេលហើយណាមួយត្រូវរវល់រលួយសងគេដែរចឹងណាអូខេអញ្ចឹងអរគុណច្រើនជូនពរសុខសប្បាយហើយសុបិនល្អនៅក្នុងរាត្រីនេះបាទជំរាបលា